សួស្តីមកភេទអស់នេះថ្ងៃហ្នឹងខ្ញុំប្រឡាក់គ្រឿងសាច់គោហើយសាច់គោយើងដែរយើងទិញកន្លះណារៀងផុយហើយមានតសៃតិចតិចមកយើងជាស្ដើងហើយយើងមានគ្រឿងផ្សំដូចជាគ្រឿងហ្នឹងមានខ្ទឹមម្ដេងគួរចក្រីលឹកក្រូចម្ទេសដូចយើងស្លុំជូរគ្រឿងអញ្ចឹងណាគ្រឿងហ្នឹងណាហើយគ្រឿងប្រឡាក់វិញមានអំបិលប្រេងខ្យងស្ករសហើយម្សៅស៊ុបនៅពេលដែលយើងប្រឡាក់ចូលគ្នាទៅយើងទុក10នាទីហើយការយើងប្រឡាក់សាច់គឺយើងកុំដាក់គ្រឿងច្រើនពេកឲ្យវាចាស់ពេកដោយសារតែសាច់វាឆាប់ចូលជាតិប្រៃជាងត្រីនៅពេលដែលយើងប្រឡាក់បានប្រហែលជា10នាទីទៅយើងអាចយកវាទៅចៀនបានហើយពេលខ្ញុំប្រឡាក់ហ្នឹងខ្ញុំច្របាច់វាឲ្យយើងចូលជាតិតិចទៅហើយខ្ញុំយកទៅចៀនខ្ញុំចាក់ប្រេងអូលីវហើយខ្ញុំចៀនវាសពកល្មមយើងប្រេចូលប្រេឡើងទៅតែយើងកុំឲ្យក្រៀមពេកមកល្មមដែលឆ្ងាញ់ហើយសាច់គោយើងគឺចេញមកគឺមានជាតិសំណើមហើយអត់ស្វិតហើយសាច់ទន់ឆ្ងាញ់ខ្ញុំបានចៀនភ្លុះហើយអរគុណ